សម្រាប់បន្លែតកួនមួយមុខនេះបងប្អូនមិនត្រឹមតែធ្វើម្ហូបហើយមានរសជាតិឆ្ងាញ់ទេថែមទាំងជួយដល់សុខភាពយើងទៀតហើយមិនតែប៉ុណ្ណោះតកួនអាចកែច្នៃធ្វើម្ហូបនេះម្ហូបនោះបានច្រើនមុខទៀតនិយាយទៅបន្លែតកួនមួយមុខនេះគឺខ្ញុំចូលចិត្តមែនទែនមិនថាធ្វើលក់មិនថាស្លម្ជូរឬឆាអីទេអញ្ចឹងថ្ងៃនេះខ្ញុំទិញតកួនតាមម៉ូតូបងប្អូនចែគាត់ដឹកម៉ូតូលក់គាត់មានបន្លែត្រីសាច់អីគ្រប់មុខមានតកួនមានអីចឹងទៅហើយខ្ញុំនឹកឃើញចង់ហូបឆាតកួនជាមួយសាច់ជ្រូកអញ្ចឹងក៏ជួយប្រហើយគាត់ទាំងអស់តែម្ដងទៅម្ដុំធំហ្នឹងគឺ2500ហើយយកមកដល់ហ្នឹងរៀបចំបេះស្លឹកបេះអីឲ្យស្អាតចឹងទៅតកួនដាំនេះគឺថាស្លឹកវារាងច្រើនណាបងប្អូនមិនដូចតកួនជ្រក់ទឹកអីទេតកួនជ្រក់ទឹកស្លឹកវារាងទូចអញ្ចឹងយើងអាចហូបបានទាំងអស់តែសម្រាប់តកួនដាំនេះគឺយើងបេះស្លឹកណាធំចេញឲ្យអស់ការពិតទៅយើងមិនបេះក៏បានដែរបងប្អូនខ្ញុំឃើញបងប្អូនខ្លះគាត់ដាក់ទាំងស្លឹកហ្នឹងតែម្ដងតែសម្រាប់ខ្ញុំដាក់ទាំងស្លឹកខ្ញុំអត់សូវចេះហូបទេព្រោះឯងឃើញសឡរបស់យើងវារាងវល់ចឹងណាបងប្អូនចឹងហើយក៏បេះខ្លះហើយទុកឲ្យស្លឹកទូចអីចឹងខ្លះទៅហើយដំវាឲ្យស្អាតចឹងកាត់រាងកង់ខ្លីៗការពិតតកួននេះបើយើងទុកវាកាត់វារាងវែងយកមកត្រឡប់ខ្លាញ់ប្រទេសក៏ឆ្ងាញ់ដែរបងប្អូនអើយប៉ុន្តែខ្ញុំនឹកឃើញចង់ឆាជាមួយសាច់ជ្រូកចឹងទៅយកមកដល់កាត់វាលាងទឹកលាងអីស្អាតតមកបុកម្ទេសបុកខ្ទឹមហើយមានខ្ទឹមក្រហមអីហាន់វាចឹងណាបងប្អូនហើយម្ទេសខ្ទឹមនេះយើងបុកមកល្មមទៅខ្ញុំអត់បុកយកម៉ត់ពេកទេឥឡូវនេះបុកម្ទេសខ្ទឹមរួចរាល់ហើយខ្ញុំចាប់ផ្ដើមដួសវាដើម្បីដាក់វាលីងឲ្យឈ្ងុយណាបងប្អូនអញ្ចឹងមុខម្ហូបឆាតកួនសាច់ជ្រូកមួយមុខនេះយើងដាក់ម្ទេសឲ្យហឹលចេះទៅបងប្អូនវាកាត់ឆ្អាបផងហើយខ្ញុំបញ្ចូលសលេងឯនេះរៀងថ្លង់តិចឲ្យបងប្អូនដោយសារតែមានភ្លៀងអញ្ចឹងហើយមានសំឡេងភ្លៀងរ៉ែរំខានតិចហើយអត់សូវច្បាស់ទេការពិតទៅថាកាត់វីដេអូតាំងពីថ្ងៃដែរប៉ុន្តែពីថ្ងៃរៀងរវល់លេចរវល់កើតអញ្ចឹងហើយកាត់យប់មេឃភ្លៀងបណ្ដោយបងប្អូនអើយហើយណាមួយវាមិនសមអីឲ្យបានផុសវីដេអូផងដល់ពេលអញ្ចឹងទៅក៏ប្រខំចិត្តបញ្ចូលសលេងទាំងភ្លៀងនឹងតែម្ដងឥឡូវនេះតកួនយើងក៏លាងទឹកអីស្អាតហើយចំណែកម្ទេសខ្ទឹមវិញក៏បុករួចរាល់ហើយដែរនៅតែសាច់ជ្រូកទេអត់តាន់បានធ្វើអីទេបងប្អូនអត់តាន់បានហាន់តាន់បានច្រាំអីទេហើយសាច់ជ្រូកខ្ញុំមកកញ្ច្រែងនេះខ្ញុំទុកវាប្រឡាក់ខ្លះខ្ញុំឆាខ្លះបងប្អូនឥឡូវនេះចាប់ផ្ដើមជាជាមួយនឹងស្បែកជ្រូកវាយើងចេញណាបងប្អូនព្រោះអីស្បែកនេះវារាងស្វិតដែរអញ្ចឹងខ្ញុំអត់ដាក់ទេហើយបន្តមកក៏ចាប់ផ្ដើមហាន់ជាមួយសាច់របស់យើងជាប្រទេសស្ដាងសិនមុននឹងច្រាំពេលដែលយើងហាន់ចេញច្រាំទៅវាលះម៉ត់ចឹងណាហើយខ្ញុំជាខ្លាញ់ហ្នឹងទុកជាហៀវយកឆាខ្លះបងប្អូនខ្ញុំអត់ដាក់ទាំងខ្លាញ់ទេយើងយកខ្លាញ់ហ្នឹងជាហៀវចឹងទៅវាបានចំណេញខ្លាញ់ខ្លះដែរហើយយើងកាត់វាជាដុំតូចចឹងទៅឲ្យវាចេញខ្លាញ់ល្អតទៅពីកាត់សាច់តូចហើយខ្ញុំក៏ចាប់ផ្ដើមច្រាំសាច់របស់យើងតែម្ដងហើយសាច់ជ្រូកនេះគឺថាសាច់ជ្រូកវារាងធំដែរបងប្អូនចឹងហើយយើងតច្រាំឲ្យម៉ត់ល្អបន្តិចឥឡូវនេះសាច់ជ្រូកយើងច្រាំហើយអីហើយតកួនក៏ហើយចាប់ផ្ដើមដាក់ជាមួយនឹងខ្ទះរបស់យើងឲ្យក្តៅរួចដាក់ជាមួយនឹងខ្លាញ់ជ្រូករបស់យើងចេះហៀវយកខ្លាញ់បន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្ទេសខ្ទឹមដែលយើងបានបុកមិញហើយនឹងខ្ទឹមក្រហមហ្នឹងដាក់វាឆាឲ្យឈ្ងុយចឹងបន្ទាប់ពីម្ទេសខ្ទឹមយើងឈ្ងុយល្អហើយខ្ញុំក៏ចាប់ផ្ដើមដាក់សាច់យើងចូលតែម្ដងហើយគ្រាន់តែឆាប៉ុណ្ណេះឡើងឆ្លក់បងប្អូនហើយវាឈ្ងុយឡើងចង់ឆ្លក់ណាឥឡូវនេះចាប់ផ្ដើមដាក់សាច់យើងចូលដើម្បីឆាជាមួយម្ទេសខ្ទឹមរបស់យើងឲ្យវាឆ្អិនល្អអញ្ចឹងណាបងប្អូនសម្រាប់សាច់ជ្រូកយើងឆាវាឲ្យឆ្អិនល្អអញ្ចឹងទៅដើម្បីឲ្យវាងាប់មេរោគល្អហើយសម្រាប់មុខម្ហូបមុខនេះងាយហើយជ្រូកមានរសជាតិឆ្ងាញ់ទៀតបងប្អូនឥឡូវនេះយើងចាប់ដើមដាក់គ្រឿងមានប៊ីចេងអំបិលស្កររ៉ូឌីទឹកត្រីទឹកស៊ីអ៊ីវអីអញ្ចឹងទៅហើយប្រេងខ្យងវិញគឺខ្ញុំដាក់វាខ្លះសិនណាបងប្អូនចាំដាក់ពីលើតកួនខ្លះទៀតចឹងជ្រោយជាមួយប្រេងខ្យងរបស់យើងទៅគ្រឿងទេសខ្មែរយើងសុទ្ធសាធដល់បងប្អូនបន្តមកយើងធ្វើការកូរវាត្រឡប់ចុះត្រឡប់ឡើងចឹងទៅកាប់ទៅមុខម្ហូបឆានេះខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាប្រកាសជាចេះហើយគឺអត់មានអីពិបាកទេហើយឥឡូវនេះយើងចាប់ផ្ដើមដាក់តកួនរបស់យើងបន្ទាប់ពីសាច់របស់ខ្ញុំវាស្រស់ទឹកល្អហើយចូលជាតិហើយខ្ញុំបានភ្លក់បន្តិចទៅគឺថាមកល្មមហើយខ្ញុំក៏ចាប់ផ្ដើមដាក់បន្លែយើងចូលតែម្ដងបន្តមកក៏ខ្ញុំឆាត្រឡប់តកួនរបស់យើងនឹងឲ្យវារាងសពបល្អបន្តិចហើយក៏ជ្រោយប្រេងខ្យងពីលើតកួននឹងម្សាទៀតបងប្អូនក៏ពិតទៅតកួននេះយើងត្រឡប់ខ្លាញ់ជាមួយប្រេងខ្យងទៅមុខក៏ឆ្ងាញ់ដែរមិនដាក់សាច់ហើយយើងជ្រលក់មួយទឹកត្រីកោះកុងបងប្អូនអូយរត់តែឆ្ងាញ់ត្រូវគ្នាមែនទែនប៉ុន្តែដោយសារតែថ្ងៃនេះខ្ញុំចង់ឆាជាមួយសាច់ចឹងហើយក៏ច្រាំសាច់ដាក់ខ្លះទៅឥឡូវនេះឆារបស់ខ្ញុំចាប់ផ្ដើមឆ្អិនហើយបងប្អូនហើយក្លិនវិញនិយាយថាពីឈ្ងុយហើយរសជាតិវិញក៏ឆ្ងាញ់ដែរបងប្អូនឥឡូវនេះយើងចាប់ផ្ដើមដួសដាក់ចាន
ហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងដែរបងប្អូនអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលទស្សនាកុំភ្លេចជួយ like និង share follow page ម្នាក់មួយផងបងប្អូនហើយសម្រាប់ក្នុង YouTube កុំភ្លេចជួយ subscribe ម្នាក់មួយផងអរគុណច្រើនបាយបាយ